OK អញ្ចឹងកម្មវិធីរត់នៅពលាយន្តហោះប៉ូជតុងបានចេញជា map ក៏ដូចជាថ្ងៃដែលយើងអាចទៅយកអាវ bib ហើយឥឡូវខ្ញុំបង្ហាញនឹងអស់គ្នាអញ្ចឹងនេះគឺជាអាវខ្ញុំសង្ឃឹមថាខ្ញុំយកសាយដែលខ្ញុំយកនោះពាក់ទៅចុះហើយនេះគឺជាមេដៃយកកប់សេរីមើលរ៉ោតក្នុងការរត់ម្ដង so កន្លែងច្រក VIP របស់ពលាន and then គេរត់មកក្រោមនេះហើយគេលុតឡើងមកចុំឡើងទៅវិញចឹង5គីឡូមានកន្លែងយកទឹកពីកន្លែង and then កន្លែងនេះកន្លែងគេឲ្យមេដៃបកគលពៀន bla 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 ចឹងទៅអានេះខ្ញុំថតមុនឡើង2ថ្ងៃ so ថ្ងៃស្អែកហ្នឹងយើងថ្ងៃដែលយើងទៅយកអាវក៏ដូចជា bib and then ពេលរត់តែម្ដង so ចាសសួស្តីអ្នកស្វាគមន៍មកកាន់ vlog episode ទី3ហើយ sorry intro ខ្ញុំអត់បានបើកនៅកណ្ដាលថ្ងៃនេះគឺយើងមកយកអាវហើយនឹង bib នៅក្នុងពលាយន្តហោះប៉ូជតុងហើយត្រៀមចាំការរត់ថ្ងៃស្អែកខ្ញុំមិនដឹងអស់នេះមើលឃើញអត់ទេបើយើងមកដល់កន្លែងពេលលឿនរត់ប្រណាស់ This is gonna be a new location on my Strava bro ផ្លោះតែពាក់បន្តានេះលេងបាល់បោះពាក់រត់ពាក់កបនកោតបាយ18ហើយមើលទៅមើលអត់បាន 4K អត់បាន 4K បាទ18យកមកងាប់ជុំទៀតអត់ទេចាំកាវទេងាយណា started bro ដាក់ខុសតម្លៃបញ្ញា No មិនទៅខ្លួនណាខ្ញុំមានអារម្មណ៍ថាពិបាកក្នុងការរត់យឺតៗតិច so I'm just go a bit fasterតាមទៅរត់មកតាមនេះគឺ5គីឡូប៉ុន្តែហត់ទៅទីអហើយស្លាយ actually not 5គីឡូ bro ស្អីទៀតមកទៀតlên lên không? Okay, this is the medal, the first medal of this journey. Yo, Ngọc Sri đó kìa. Chúng tôi chào anh ơi, viên chụp đỉnh cho mình đó lên. Lúc đến video bò, bye.